តួនាទីនិងមុខងាររបស់រដ្ឋបាលឃុំសង្កាត់អញ្ចឹងតើតួនាទីឬមុខងាររបស់រដ្ឋបាលឃុំសង្កាត់មានអ្វីខ្លះបាទនៅក្នុងការចាត់ចែងកិច្ចការនានានៅដូចមានចែងនៅក្នុងមាត្រាទី41នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់មានតួនាទីចំនួន2ប្រភេទនោះគឺទី1គឺតួនាទីបម្រើកិច្ចការមូលដ្ឋានសម្រាប់បម្រើឲ្យប្រយោជន៍ឃុំសង្កាត់និងប្រជាពលរដ្ឋនៅក្នុងឃុំសង្កាត់របស់ខ្លួននិងទី2តួនាទីជាភ្នាក់ងារតំណាងឲ្យរដ្ឋក្រោមការតាំងឬការប្រគល់អំណាចរបស់អាជ្ញាធររដ្ឋតួនាទីបម្រើកិច្ចការមូលដ្ឋានរបស់រដ្ឋបាលឃុំមានភារកិច្ចដូចខាងក្រោមធានាសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈរៀបចំចាត់ចែងសេវាសាធារណៈចាំបាច់និងមើលការខុសត្រូវឲ្យកិច្ចការទាំងនោះឲ្យដំណើរការឲ្យបានល្អលើកទឹកចិត្តឲ្យមានការបង្កើតផាសុកភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋជំរុញកិច្ចការអភិវឌ្ឍសេដ្ឋកិច្ចសង្គមគិច្ចនិងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋការពារការថែរក្សាបរិស្ថានធនធានធម្មជាតិវប្បធម៌បេតិកភណ្ឌជាតិសម្របសម្រួលទស្សនៈរបស់ប្រជាពលរដ្ឋដើម្បីឲ្យមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកបំពេញកិច្ចការទូទៅដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋអញ្ចឹងតួនាទីជាភ្នាក់ងារតំណាងឲ្យរដ្ឋបាលឃុំសង្កាត់មានភារកិច្ចអនុវត្តទៅតាមច្បាប់រាជក្រឹត្យអនុក្រឹត្យប្រកាសឬលិខិតបទដ្ឋានពាក់ព័ន្ធនានាក្នុងករណីនេះអាជ្ញាធររដ្ឋអាចធ្វើប្រតិភូកម្មអំណាចដល់ឃុំសង្កាត់ដោយភ្ជាប់ជាមួយនៅការបង្កើនសមត្ថភាពនិងផ្គត់ផ្គង់មធ្យោបាយសម្ភារៈថវិកាសម្រាប់អនុវត្តឧទាហរណ៍ដូចជាការចុះបញ្ជីអត្រាហូតឋាននិងការចុះឈ្មោះអ្នកបោះឆ្នោតនៅក្នុងឃុំសង្កាត់ជាដើម1.3.2 ពាក់ព័ន្ធនឹងអំណាចរបស់រដ្ឋបាលឃុំតើរដ្ឋបាលឃុំមានអំណាចអ្វីខ្លះអញ្ចឹងដើម្បីអនុវត្តតួនាទីរបស់ខ្លួនរដ្ឋបាលឃុំសង្កាត់ត្រូវមានអំណាចបញ្ញត្តិនិងអំណាចប្រតិបត្តិយោងមាត្រា48នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ដូចខាងក្រោមអំណាចបញ្ញត្តិត្រូវធ្វើឡើងតាមរយៈដីកាឃុំសង្កាត់មានការសម្រេចរបស់ក្រុមប្រឹក្សាឃុំសង្កាត់ហើយត្រូវចុះហត្ថលេខាដោយមេឃុំចៅសង្កាត់សម្រាប់គ្រប់គ្រងកិច្ចការនានាក្នុងក្របខ័ណ្ឌតួនាទីមុខងារនិងអំណាចរបស់ខ្លួនដែលច្បាប់បានប្រគល់ឲ្យដីកាឃុំសង្កាត់មានប្រសិទ្ធភាពអនុវត្តនៅក្នុងរង្វង់ដែនដីរបស់ខ្លួនប៉ុណ្ណោះដីកាឃុំសង្កាត់មិនឲ្យផ្ទុយពីសន្ធិសញ្ញាអនុសញ្ញាអន្តរជាតិកម្ពុជាទទួលស្គាល់ស្មារតីរដ្ឋធម្មនុញ្ញច្បាប់អនុក្រឹត្យសន្ទុះច្បាប់ពាណិជ្ជក្រឹត្យអនុក្រឹត្យប្រកាសនិងលិខិតបទដ្ឋានពាក់ព័ន្ធឡើយមានន័យថាដីកាឃុំសង្កាត់ហ្នឹងគឺអត់ឲ្យផ្ទុយពីសន្ធិសញ្ញាអនុសញ្ញាអន្តរជាតិដែលប្រជាជនកម្ពុជាទទួលស្គាល់ស្មារតីរដ្ឋធម្មនុញ្ញច្បាប់ពាណិជ្ជក្រឹត្យអនុក្រឹត្យប្រកាសនិងលិខិតបទដ្ឋាននានាពាក់ព័ន្ធឡើយបើដីកាណាមួយដែលផ្ទុយទៅនឹងលិខិតបទដ្ឋានគតិយុត្តខាងលើនេះដីកានោះនឹងត្រូវចាត់ទុកជាមោឃៈអំណាចប្រតិបត្តិមានន័យថារដ្ឋបាលឃុំសង្កាត់មានសិទ្ធិអនុវត្តសេចក្តីសម្រេចរបស់ខ្លួននៅក្នុងក្របខ័ណ្ឌតួនាទីមុខងារអំណាចរបស់ខ្លួនដែលច្បាប់បានប្រគល់ឲ្យអំណាចប្រតិបត្តិនេះត្រូវធ្វើប្រតិភូកម្មឲ្យទៅមេឃុំចៅសង្កាត់ជាអ្នកទទួលអនុវត្តក្នុងនាមក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួនព្រំដែននៃអំណាចអញ្ចឹងក្រុមប្រឹក្សាឃុំសង្កាត់មានអំណាចបញ្ញត្តិនិងអំណាចប្រតិបត្តិទោះជាយ៉ាងនេះក្តីប៉ុន្តែការបំពេញការងាររបស់ខ្លួននៅរដ្ឋបាលឃុំសង្កាត់ត្រូវស្ថិតនៅក្នុងខ្សែបណ្ដោយនៃអំណាចនីតិប្រតិបត្តិរបស់រដ្ឋបាលឃុំសង្កាត់អាចធ្វើសកម្មភាពបានតែនៅក្នុងក្របខ័ណ្ឌអំណាចទូនាទីមុខងារដែលច្បាប់បានប្រគល់ឲ្យប៉ុណ្ណោះនឹងមិនអាចធ្វើសកម្មភាពណាមួយដែលផ្ទុយទៅនឹងគោលការណ៍និងបទបញ្ញត្តិដែលបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញច្បាប់ព្រះរាជក្រឹត្យអនុក្រឹត្យប្រកាសនិងលិខិតបទដ្ឋាននានានោះឡើយប្រការ5នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់យោងមាត្រា45នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់រដ្ឋបាលឃុំសង្កាត់គ្មានសិទ្ធិអំណាចសម្រេចទៅលើវិស័យមួយចំនួនដូចខាងក្រោមទី1ពាក់ព័ន្ធនឹងព្រៃឈើ
ប្រៃសណីនិងទូរគមនាគមន៍ការពិជាតិសន្តិសុខជាតិបុព្វវត្ថុនយោបាយក្រៅប្រទេសគោលនយោបាយសារពពន្ធនិងវិស័យផ្សេងៗទៀតដែលមានចែងនៅក្នុងច្បាប់និងលិខិតបទដ្ឋានពាក់ព័ន្ធចំពោះទី2យើងនិយាយអំពីរចនាសម្ព័ន្ធតួនាទីនិងខ្សែគណនេយ្យភាពទំនាក់ទំនងអន្តររដ្ឋបាលពុកទី2យើងនិយាយពីរចនាសម្ព័ន្ធតួនាទីនិងភារកិច្ច2.1យើងនិយាយពីរចនាសម្ព័ន្ធបាទចំពោះទី3មាត្រាទី25ដល់40នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់បានកំណត់អំពីការរៀបចំរចនាសម្ព័ន្ធនៃរដ្ឋបាលឃុំដែលតម្រូវឲ្យអង្គធ្វើសេចក្តីសម្រេចចិត្តជាក្រុមប្រឹក្សាឃុំនិងអង្គអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាឃុំហៅថាអង្គប្រតិបត្តិដែលរួមមានមេឃុំចៅសង្កាត់ជំទប់ទី1ចៅសង្កាត់រងទី1ចៅសង្កាត់ជំទប់ទី2ចៅសង្កាត់រងទី2គណៈកម្មាធិការក្រុមប្រឹក្សាស្មៀននិងថ្នាក់ដឹកនាំនៅភូមិក្រុមប្រឹក្សាឃុំសង្កាត់កាត់ឡើងពីការបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋនៅក្នុងឃុំសង្កាត់មានស្វ័យភាពក្នុងការដឹកនាំចាត់ចែងកិច្ចការនានានៅក្នុងការបម្រើសេវាសាធារណៈនិងការអភិវឌ្ឍមូលដ្ឋានសំដៅទៅដល់ការឆ្លើយតបទៅនឹងសេចក្តីត្រូវការជាអាទិភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្រុមប្រឹក្សាឃុំសង្កាត់មានសមាជិកពី5ទៅ11រូបផ្អែកតាមភូមិសាស្ត្រនិងចំនួនប្រជាជនដែលកំពុងរស់នៅក្នុងឃុំនីមួយៗចំនួនជាក់ស្ដែងនៃសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ត្រូវកំណត់ដោយអនុក្រឹត្យក្រុមប្រឹក្សាឃុំសង្កាត់មានអំណាចរយៈពេល5ឆ្នាំហើយត្រូវផុតកំណត់នៅពេលដែលមានក្រុមប្រឹក្សាឃុំសង្កាត់ថ្មីចូលមកកាន់តំណែងក្នុងដំណាក់កាលអន្តរកាលក្រុមប្រឹក្សាឃុំសង្កាត់ដែលផុតអាណត្តិមានភារកិច្ចតែសម្រួលកិច្ចការប្រចាំថ្ងៃតែប៉ុណ្ណោះក្រុមប្រឹក្សាឃុំសង្កាត់នីមួយៗមានប្រធានមួយរូបដែលហៅថាប្រធានក្រុមប្រឹក្សាឃុំសង្កាត់ប្រធានក្រុមប្រឹក្សាឃុំសង្កាត់គឺជាមេឃុំចៅសង្កាត់ហើយសង្កាត់នីមួយៗមានមេឃុំចៅសង្កាត់ម្នាក់មេឃុំចៅសង្កាត់មានជំនួយការ2រូបគឺជំទប់ទី1ឬចៅសង្កាត់រងទី1ជំទប់ទី2ឬចៅសង្កាត់រងទី2ជាមួយគ្នានេះមេឃុំត្រូវមានបុគ្គលិកក្របខ័ណ្ឌរដ្ឋបាលនៃក្រសួងមហាផ្ទៃម្នាក់គឺជាស្មានឃុំទន្ទឹមនឹងនេះដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាលឃុំក្រុមប្រឹក្សាឃុំសង្កាត់នីមួយៗត្រូវរៀបចំជ្រើសរើសឲ្យមានមេភូមិមានជំនួយការភូមិសម្រាប់ភូមិនីមួយៗនៅក្នុងឃុំសង្កាត់របស់ខ្លួនក្រុមប្រឹក្សាឃុំអាចធ្វើការជ្រើសរើសបុគ្គលិកក្រៅក្របខ័ណ្ឌដើម្បីជួយដល់កិច្ចការងាររបស់ខ្លួនផងដែរក្នុងនោះមានក្រុមប្រឹក្សាឃុំសង្កាត់មានមេឃុំជំទប់ទី1ទី2គណៈកម្មាធិការកសាងផែនការនិងថវិកាគណៈកម្មាធិការទួបន្ទុកកិច្ចការនារីនិងកុមារគណៈកម្មការលទ្ធកម្មអីចឹងទៅហ្នឹងខ្ញុំសូមមិនអានហោហែទេហើយគណៈកម្មការផ្សេងៗមានឃុំនិងបុគ្គលិកឃុំមានមេភូមិអីចឹងទៅអានេះនិយាយពីរចនាសម្ព័ន្ធបាទគំនូរបំព្រួយរចនាសម្ព័ន្ធរដ្ឋបាលឃុំ